top ពីយើងធ្វើ login ហើយយើងនឹងចាប់ដើមការងារយើងតទៀតយើងនឹងធ្វើ Provin បាទអញ្ចឹង Provin នេះយើងបាច់សេកូដច្រើនអីទេបាទ copy paste ឆ្នៃនេះទៅខ្ញុំមករៀនអញ្ចឹងយើងអាចមកស្ដាំយើងយកពាក្យ add យើងយកពាក្យថា form មកខ្ញុំដាក់ថា form Provin បាទអញ្ចឹងយើង design ទៅតិចទេព្រោះអាហ្នឹងវាមានតែ3ប្រឡោះទេបាទមានតែ2ប្រឡោះទេបាទអញ្ចឹងមានតែ2ប្រឡោះខ្ញុំជើងញ៉ៃច្រើនខ្ញុំ copy អានេះអីយ៉ា copy ពីអាហ្នឹងយកមកដាក់ Provin បាទអញ្ចឹងអានេះគឺអីគេអីយ៉ា Provin ID Provin name បាទតែវាដូចធំពេកព្រោះរដងយើងប្រើតែ14នេះបាទយើងប្រើតែ14នេះអញ្ចឹងខ្ញុំប្រើតែ14ទេនេះបាទអញ្ចឹងអានេះខ្ញុំដាក់ថា THT Provin ដាក់ថា THT Provin name ខ្ញុំបញ្ជាក់បន្តិចខ្ញុំអត់បានធ្វើបិទបើកឲ្យទេអាបិទបើកខ្ញុំធ្វើក្នុង login ឲ្យហើយកុំអីពិបាកធ្វើនេះអានេះយើងធ្វើខ្លួនឯងណាអាបិទបើកថា clear ឬក៏អីចឹងណាបាទបាទអញ្ចឹងបន្តមកកន្លែងខ្ញុំលុបចោលបាទខ្ញុំដាក់ font វាខ្ញុំដាក់14ដែរបាទ14ដែរខ្ញុំដាក់ប៉ុណ្ណឹងហើយខ្ញុំមាន data grid view ខ្ញុំយកមកដាក់ចេះមកបាទអញ្ចឹងខ្ញុំដាក់ថា DG view Provin ហើយខ្ញុំបិទអានេះអស់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 ហើយខ្ញុំឲ្យ answer ឆ្វេងស្ដាំលើក្រោមបាទឆ្វេងស្ដាំលើក្រោមបាទតបមកឆ្វេងយើងបានប៉ុណ្ណឹងអានេះខ្ញុំដាក់ថា btn insert ហើយខ្ញុំដាក់ហ្នឹងទៅជា insert អញ្ចឹងបញ្ជាក់ណាខ្ញុំអត់បានធ្វើលក្ខខណ្ឌទេណាអាហ្នឹងចាំយើងធ្វើខ្លួនឯងបាទធ្វើដូចគ្នាបាទ update បាទដាក់ថា update អីយ៉ា update delete btn delete btn delete អញ្ចឹងខ្ញុំដាក់ថា delete បាទប៉ុណ្ណឹងដាក់ជាទៅកុំឲ្យគេថាយើងវាអត់ស្អាតដាក់ Provin information មួយទៅហើយដាក់ឲ្យវាសមតំណតិចណាអូខេប៉ុណ្ណឹងណាបាទអញ្ចឹងអានេះយើង add វាឲ្យមកយើង add វាឲ្យមក add column អានេះគេProvin name sorry Provin ID ទី2គឺ Provin name អញ្ចឹងយើង design វាមក auto size column mode យើងយកពាក្យថា fill column header default set style យើងយកវា Time New Roman 14 middle center
ok បន្តមកrow default style បាទខ្លាញ់ font បាទយើងคลิกមកដូចគ្នាបាទយើងអូខេបាទអញ្ចឹងយើងបានតែប៉ុណ្្នឹងរួចរាល់នៅមួយទៀតបានសិនបន្តមកយើងមិនចូល form load យើងមិនទៅធ្វើ connection តើហ៎ connection យើងមិនខុសហៅ connection យើងមានស្រេចអីមានអីបាទ connection my con ស្មើ new connection ចប់មានន័យថា form ហ្នឹងមាន connection ស្រេចលឿនបាទអាហ្នឹងមូលហេតុដោយសារតែយើងនេះយើងបានធ្វើ class connection មួយឲ្យស្រេចឃើញចំណេញដែលមិនច្បាច់តែសេអាហ្នឹងម្ដងទៀតយើងប្រើ inherit ណាបាទបន្ទាប់ពីយើងបានអាហ្នឹងហើយយើងចង់ insert ឲ្យយើង view ទិន្នន័យដែរ view ទិន្នន័យអញ្ចឹង view ទិន្នន័យយើងចូលទៅuser នេះបាទយើងមិនមាន view ទិន្នន័យម្ដងទេយើងទៅ scroll រមើល view ទិន្នន័យអាណាអាចយកមកបាន view user នេះបើយើងរកឃើញនេះប៉ុន្តែយើងអត់ដឹងថាកូដនឹងនៅណាចុច control ឲ្យជាប់ហើយយកម៉ៅមកចុចមកវា load ដល់កន្លែង view ទិន្នន័យណានៅក្នុង Visual Studio វា load អញ្ចឹងបើសិនយើងរកឈ្មោះវាឃើញថាដឹងកូដនៅណាបាទយើង copy មកយើងប្រើអញ្ចឹងកន្លែងនេះគឺកន្លែងរស់បាទប្រកាស view អានេះ view អី view ProWin បាទអានេះ TBL ProWin បាទប៉ុន្តែអានេះយើងអត់ដាក់នេះទេយើងបាទចេះបាទនេះ mycon adapter បាទ da.clear field dg view ProWin បាទអញ្ចឹងអានេះយើងយកវាមកដាក់ក្នុងអី form load ហើយ view មួយបាទយើងទៅអីគេadd new insert គឺកន្លែងនេះដែរយើង copy វាឲ្យសិនមកខ្ញុំចាត់ copy ខុសណារកកន្លែងធ្វើអត់ឃើញ ProWin ទៅកន្លែង insert បាទផាច់មកអញ្ចឹងយើងកែ insert into TBL ProWin ទី1គឺ ProWin name អញ្ចឹង ProWin name មានតែមួយទេដោយសារយើងអានោះ auto number ទៅហ៎បាទ ProWin name VIN CE បាទអញ្ចឹងយើងលុបនឹងចោលមកអញ្ចឹងអានេះ ProWin name THT ProWin E ចាំមើលសិនឲ្យ ProWin E ID ទៅ ProWin E អញ្ចឹងអានេះ TX ProWin ID.text អាពីនេះលុបចោលអញ្ចឹងProWin អានេះចាត់ការអស់ដល់ពេលមិនវាទៅ user has been created បាទអញ្ចឹងអានេះទៅជា view ProWin មិញណា view ProWin យើង clear នេះទៅបាទ THT user id.clear ដោយសារវាទៅ2ណា THT user នេះបែបខ្ជិលបាទខ្ជិលតែយើងទៅអញ្ចឹងវាលឿនបាទអញ្ចឹងយើងសាកមើលមនី1 2 3អូភ្លេចនៅក្នុងនេះយើងអត់តាន់បានដាក់ property ទេណា ProWin ID ProWin name បាទអូខេនេះ1 2 3បាច់ចុចលើ ProWin អត់ដល់ដែរយកទៅបាន call បាទអញ្ចឹងខ្ញុំឲ្យអានេះ start position សិន start position center screen បាទអញ្ចឹងយើងទៅ main form យើងទៅ ProWin នេះតែអញ្ចឹងយើង call ហៅ ProWin មក FOM ProWin my pro លឿនបាទស្មើ
new province my FOM province dot show dialog ព្រោះយើងប្រើ show dialog ឲ្យវានៅលើ main form តោះនេះឲ្យវានៅលើ main form អត់ឲ្យវានៅក្រោម main form ចុចទៅ main form ហ្នឹងលុបបាត់អត់ដឹងនៅណាឡើយបាទមុននេះ1 2 3បើកបាច់ចុចពុបមកហើយ province តែ province ID យើងធ្វើអត់ទេជើងដាក់ថាច្រឡំភ្លេចដូរអា login នោះទៀតបាទធ្វើវាសំតនៈអីសិនបាទដោយសារហ្នឹងលទ្ធផល copy paste ជាប់អីគេនេះជាប់អីណាកាយនេះជាប់កាយហើយនេះបាទហើយអា form load នេះបិទអានេះចោលមួយសិនព្រោះយើងអត់បញ្ចូល ID ទេណាបិទនឹងចោលមួយទៅបាទមុននេះ1 2 3 login បាទ province មកហើយអញ្ចឹងខ្ញុំដាក់ថាបាត់ដំបងមុន01បាត់ដំបងអូ01បន្ទាយមានជ័យបនទាយបន្ទាយមានជ័យបនទាយមានជ័យអញ្ចឹងទៅបាទ insert មកបាច់មិនបានអត់ចូលមិនបានអត់ចូល province name អូទៅអានេះ TT province name វាបញ្ចូលយកក្នុង ID បាទណាបាទអញ្ចឹងឥឡូវទៅមើលសិនតិច error ទៅន័យបាត់ហើយទៅមើលសិនហ្នឹងលទ្ធផល copy paste ដូរអស់អត់មានតែលេខ1មែនហ៎បាទអញ្ចឹងអាហ្នឹងចាំយើងអាប់ដេតតាមក្រោយអញ្ចឹងយើងកុំតន់ធ្វើអីវាអញ្ចឹងយើងចូលមុននេះ1 2 3បាត់ដំបង insert ឆាច់បាច់ចូលណាបាត់ដំបងណាបាទត្រូវហើយបាទអញ្ចឹងកន្លែងនេះវានៅតាក់កន្លែងនេះបន្តិចវាអត់ស្អាតចុចនៅលើនេះយើងយក read only true ហើយ selection mode full row select បាទយើងបាន insert បាទយើងបាន insert បន្តមកយើងទៅ update អញ្ចឹងយើងទៅupdate បាទupdate យើងត្រូវបោះទិន្នន័យចូល data grid សិនត្រូវទេបាទ copy មកខាច់នេះមកបាទបោះពី data grid មកជើងចូល province យើងចុចទៅលើនេះយើងយក event នេះគេ cell ម៉ៅ click បាទយើងផាសវាមកបាទអញ្ចឹងអានេះគេ DG view province THT province ID THT province name អានេះអត់មានអីទេលុបវាចោលព្រោះយើងអត់មានធ្វើអីទេអានេះក៏លុបវាចោល DG view province DG view province បាទរស់បានមួយទៀតបាទឲ្យយើងដឹងកន្លែងធ្វើវាបាទ programming មានអីពិបាកទេបាទពិបាកតែអ្នកធ្វើបាទចុចមកចូលបាត់ដំបងចុចទីមានជ័យចូលទីមានជ័យណាអញ្ចឹងយើងចាប់ផ្ដើម update អញ្ចឹងយើងចាប់ផ្ដើម update គេណា update នេះ update នេះ copy មកយើងចូល update យើងផាសមកអានេះ update អីគេ TBL province PROVINCE set province name បាទ
province name province name where province ID អានេះទៅគេ THT province ID ចឹងកន្លែងនេះ province name យើងដាក់កន្លែងនេះដាក់នេះបាទ THT province name ចឹងយើងលុបនេះចោលអញ្ចឹងយក province update province view province បាទអញ្ចឹង THT province.clear មួយចោលទៅបាទ THT province id.clear មួយចោលទៅកុំឲ្យវាសល់ញ៉ៃៗពេកណាបាទ province យើងចុចលើអានេះគេមិនបន្ទាយមានជ័យទេupdate ឆាច់មួយមកបាទមួយទៀតជាងនៅសល់ឆុងក្រោយមួយហ្នឹងគឺបាទគឺចុងក្រោយគេគឺ delete អញ្ចឹងយើងទៅ delete មក copy មកបាទនេះគឺស្រួលបំផុតបាទធ្វើតែមួយផ្លែទេអារឿងបំផ្លាញគឺជំនាញហ៎បាទអានេះ do you want to delete province បាទ THT province ID province ID TPL provinceអានេះស្រួលហើយខ្ញុំធ្វើលឿនដល់ផងក្រោយមករៀងយ៉ាប់តិចបាទបន្ទាប់មកយើងឲ្យ THT province ID clear THT province name clear ហើយបានយើងឲ្យ view province ណាតោះនេះបាទបាច់ add ចោល dd បាច់ចុចពុប update update ចុចពុប delete do you want to delete the province no do you want to delete the province yes អូខេហើយស្អាតអញ្ចឹងមានន័យថា province យើង